ឈាមបានន័យថាក្អួតហ្នឹងគឺក្អួតចេញមកពីកាពះពោះវៀនមិនចេញមកពីក្នុងសួតទេអញ្ចឹងគោះក្អួតឈាមបានន័យថាកម្លាំងដែលយើងគោះហ្នឹងវាអាចដាច់ផ្សាយឈាមដាច់អីធ្វើឲ្យគាត់ក្អួតហូរឈាមមកស្គមបងហ្នឹងអញ្ចឹងគាត់ឈ្មោះទីនេះគាត់ក៏ជាគ្រូពេទ្យមកខាងមកពីផ្នែកខាងសង្គ្រោះបន្ទាន់ដូចគ្នាអញ្ចឹងតើតើទៅនឹងការគួតយើងត្រូវឈរនៅពីក្រោយឬក៏ប្រឆិតរបស់គាត់ហើយយើងយកដៃមកខាងទុកគាត់ដោយសារកម្លាំងដែលយើងគោះទៅគឺខ្លាំងណាស់បើសិនយកអត់ទុកគាត់ទេគាត់នឹងកាប់មុខហើយអញ្ចឹងគាត់ចាប់ផ្ដើមត្រខ្យល់គាត់ប្រាប់ថាគាត់មានអីស្ទះនៅខាងក្នុងទេគាត់យកដៃរបស់គាត់ទុកកហើយទុកកអញ្ចឹងយើងត្រូវសួរគាត់ថាបងបានឆ្លក់បានស្លាក់មែនគាត់មកក្បាលអញ្ចឹងគាត់មកក្បាលអញ្ចឹងអ្វីដែលយើងត្រូវធ្វើដំបូងគឺយើងណែនាំឲ្យគាត់ក្អកបងបានក្អកប្រឹងក្អកអញ្ចឹងនៅពេលដែលគាត់ប្រឹងក្អកហើយអារបស់ដែលស្លាក់ហ្នឹងអត់ចេញមកខាងក្រៅទេគឺយើងប្រើថ្លើមដៃរបស់យើងអាខាងនេះគេហៅថ្លើមដៃគឺយើងគោះនៅចន្លោះឆ្អឹងស្លាបបញ្ជឺទាំងអស់នេះស្គាល់ឆ្អឹងស្លាបបញ្ជឺអត់នៅពេលដែលយើងប៉ះខ្នងរបស់យើងទៅយើងឃើញកន្លែងទូកន្លែងនេះគឺនៅចន្លោះកណ្ដាលឆ្អឹងស្លាបបញ្ជឺហើយយើងប្រើកម្លាំងខ្លាំងគោះនៅកន្លែងហ្នឹងការគោះមិនមែនធ្វើបែបនេះទេធ្វើបែបនេះដូចយើងធ្វើឲ្យរបស់ហ្នឹងវាកាន់តែធ្លាក់ចូលទៅខាងក្នុងយ៉ាងឯងហើយជនរងគ្រោះយើងត្រូវបានណែនាំឲ្យគាត់អោនទៅខាងមុខនៅពេលដែលគាត់អោនទៅខាងមុខទៅអារបស់នោះមានធ្លាក់ចេញមកខាងក្រៅឧទាហរណ៍ថាបើសិនជាគាត់ត្រង់ខ្លួនតើរបស់នោះវាអាចលោតចេញមកខាងក្រៅអត់វានឹងកាន់តែធ្លាក់ចូលទៅខាងក្នុងហើយអញ្ចឹងយើងឲ្យគាត់អោនទៅខាងមុខហើយរបៀបនៃការគោះគឺយើងប្រើខ្លាមដៃដោយប្រើចលនារុញវាទៅខាងលើហ្នឹងហើយការគោះបែបនេះមិនត្រូវបានណែនាំការគោះបែបនេះក៏មិនត្រូវបានណែនាំដូចគ្នាគឺយើងប្រើខ្លាមដៃរបស់យើងហើយយើងធ្វើចលនារុញទៅខាងលើបែបនេះហើយយើងត្រូវធ្វើអាហ្នឹងរយៈពេល5ដងហើយយើងមើលគាត់តើគាត់នៅដឹងខ្លួនអត់តើរបស់ដែលស្ទះហ្នឹងចេញមកខាងក្រៅនៅបើសិនជាយើងគោះ5ដងហើយរបស់ហ្នឹងអត់ទាន់ចេញមកខាងក្រៅទេហើយស្មារតីរបស់ជនរងគ្រោះនៅតែដឹងខ្លួនដដែលយើងត្រូវដូរវិធីសាស្ត្រមួយទៀតដែលយើងហៅថាការរុញសង្កត់ពោះការរុញសង្កត់ពោះគឺយើងត្រូវរកចិត្តរបស់ជនរងគ្រោះហើយនឹងចង់ទៅហៅរបស់គាត់ហើយយើងដាក់ដៃរបស់យើងក្នុងស្ថានភាពបែបនេះហើយយើងដាក់នៅចន្លោះចិត្តហើយនឹងចង់ទៅហៅរបស់គាត់ហើយយើងយកដៃមកខាងទៀតទុកនៅខាងនេះហើយយើងនឹងការរុញសង្កត់ពោះរបស់គាត់ដោយចលនាលើកជនរងគ្រោះ1 2 3 4 5តែមិនធ្វើតិចចឹងណាធ្វើតិចចឹងអត់ចេញធ្វើឲ្យខ្លាំងធ្វើមកកម្លាំងរបស់យើងឲ្យអស់អញ្ចឹងយើងមើលតើរបស់ហ្នឹងចេញមកខាងក្រៅនៅបើសិនជារបស់ហ្នឹងអត់ចេញមកខាងក្រៅទេហើយបើសិនជាគាត់នៅតែដឹងខ្លួនដដែលយើងត្រឡប់ដូរមកគូក្នុងវិញអញ្ចឹងពេលថ្ងៃយើងនឹងមានប្រាប់ទីអានឹងទាំងអស់គ្នាហើយទាំងអស់គ្នាអាចចាប់ដៃគូគ្នាទៅហើយអាចគួរអាចយើងធ្វើការគុំគ្នាយូរមកបណ្ណាចង់គួរចង់រុញហ្នឹងអាចធ្វើបានទៅពេលថ្ងៃហ្នឹងទៅហ្នឹងហើយបីពេលដល់ផងអត់ទេត្រូវហើយចេញមួយនេះចេញហើយដាក់ធ្វើ5ដងធ្វើដូចបាញ់ហ្នឹងឯងមើលដល់មានអារម្មណ៍ចង់ក្អួតមែនអត់ចង់ក្អួតអត់ក្រៅទៀត5ដងណាតែមិនតិចបានទេមើលតិចបានដៃអត់តាន់ចេញទេស្រួលមកចេញទៅអត់តាន់អอกចេញទៅនៅអញ្ចឹងយើងដូរវិធីមួយទៀតយកដៃទៅទ្រូងនៅហើយស្គាត់ពីលើនេះនៅច្រឡោះនេះបែបទៅគុំបងប្អូនគ្នាពីកៅដាក់ឲ្យជួយគ្រូកាត់នេះឲ្យទៅទៀតអត់ខ្លាំងណាស់មែនតើណាបាទអញ្ចឹងយកបានជួយទេទៅវិញមិនគុកខ្ញុំខ្លាំងម៉េះសំសឹកទៅផ្ទះហើយដូរគ្នាវិញដូរគ្នាទៅពីខាងគឺនៅច្រឡោះគាត់ឲ្យតាមទៅបាទឈប់មកស្អាតត្រូវទេតបចេញទេបាទអត់ខ្លាំងកុំអោនតិចតបទៅអត់ខ្លាំងណាស់ហ្នឹងណាបាទ5ដងមើលទៅអត់ចាញ់ទេដូរវិធីមកអោនទៅហើយយកដៃមកចាប់ទ្រូងគាត់នេះនឹងឲ្យគូគឺនៅចន្លោះនេះនឹងដាក់ទៅនៅខ្លាំងទៅអូមិញគូបានឡងចាញ់ទេយើងគ្របស្លាប់បាត់អូអានេះបានតែទូ